hero counter ទេ បាទ បាទបើយើងយក damage ហ្មងលា mod carry តែបើសិនជាយក counter មានកលាស៊ូយូម្ដងទៀតហ្នឹងបាទភិក10 hero តដែរដូចពេលតែប៉ះ Galaxy Legend ហ្នឹងហើយយកដៃមកលេងមកថាយើងខុសកន្លែងណាយើងបើក team fight បង្កចំនួនគ្នានៅកន្លែងណាតែយើងបានឃើញនៅដើមមកអត់មានវាយគ្នាសោះ ណែកាលៀ Leo mod អូយតែ Leo វគ្គនេះបើយើងនិយាយពី Leo លេងអត់ទាន់ហាឡីទេណាបង បាទ អត់ទាន់ហាឡីទេ តែបោកដាច់ យ៉ាបោកដាច់តែខ្លាចតែអត់ទាន់ តែមិញស៊ូយូបោកដាច់អីអត់ទេតែពីដៃទៅហាលីពើងទៅយកមកពីដៃមិនពី skill ទេណាព្រោះមកដៃបើ Leo mod នៅចុងមកអាលូតលេងហ្នឹង double damage ផែតែចេះសម្រាប់ខ្ញុំយល់ពី player detective នឹងបន្តិចបើសិនជាគាត់វាយគាត់មិនមែនវាយចង់ឲ្យដាច់ទេ បាទ គាត់វាយគាត់តែងតែញ៉ោះអារបៀបនៅក្នុងការញ៉ោះ save you ក៏ចូលចិត្តញ៉ោះបែបហ្នឹងធ្វើមិនដូចបងនិយាយចឹងមែនសិនមុនហ្នឹងថាបើមិនឲ្យគេអស់ spell ក៏អស់ជាមួយនឹង RT ដែររូបភាព detective គឺលេងបែបហ្នឹង បាទ ultimate មកតង់ បុចនោះមិន pick Tesla ឲ្យពៀន5ខ្លាចគេ surprise EXP ឥឡូវខ្វល់ឲ្យ pick Tesla មកមុនមកដល់ហើយ បាទ វ៉ាវ Leo mod នៅក្នុងតារានេះគាត់អាចដាក់ skill ទី2លេងណាតែដាក់ skill ទី2លេងអស់ដាស់ជាប់អាចគៀងកធាក់ជើង3ដងបោះ Tesla អ៊ូន គាត់ទៅរួចទេ បាទ អូយទីមឥឡូវបងគៀ Valor ចេញអត់ បាទ Valor នៅតែចេញបាន Valor គេ ban ហើយបាទសុំធ្វើការ ban Valor មួយមកបាទ អូយចំ play off របស់យើង បាទ hero Harry ដែល Alot hero ដែលចំណុចខ្ទាស់ខ្លាំងហើយជា hero ដែលពិបាកក្នុងការ counter គឺ Valor ហ្នឹងហើយ បាទ បាទ Harry Alot ដដែល ban ដដែលបាទ mid lane សធានអាច ban បានប៉ុន្តែ Valor ban មកទុក Lilia ម្ដងទៅ បាទ Lilia ទួយអាណយមួយច្បាត់2មួយអីប៉ុន្តែ Lilia វាចុងម៉ោង បាទ បាទបើ Valor នេះដើមម៉ោងអញញ៉ៃ ហើយ អញញ៉ៃដល់ចុងម៉ោង បាទ ហើយបើលេងដូច Bear ទៀតពាក់ Sky ស៊ីប៉ែមកបាទ បា ជា ទ លូត Sky ជាលូត Sky មានកប់ បាត់ដៃទៅលើ Shadow អស់ពី hero បាត់ហើយ Alot ហើយនឹង Sora ទុក Carry ឲ្យ Vincent លេងមួយ បាទ Lilia ដដែលទេ សង្ស័យមាន hero វាយ Valor នេះ អាចដែរ បាទ អាចនឹងចេញ បាទ អ្នកសាច់ បាទញ៉ាសាច់ចាំមើល hero វាយ Valor ជាអ្វី បាទចាំមុតមើលទាំងអស់គ្នា បាទចេញអីក៏បានដែរក៏ចេញអៅលូណា អៅលូបើថ្មីក៏មិនចេញនេះតិចប៉ែកតោហេអរេខ្ញុំ player ប៉ែកតោដែរអត់ទេបាទតួផាច់ថ្មីគេអាប់ដេតមានតាន់មានអីប៉ុន្តែវាយ hero អត់មានអាប់ដេត dynamic ទេ បាទ ហើយអូយ Valor បើគេ pick Valor មែនណាប៉ែកតោគ្មានថ្ងៃចូលទេ បាទ បាទ តែដើម្បីគ្រប់គ្រាន់អាចប៉ាំងដាច់យកមកប៉ាំងដាច់យកមក គ្មានថ្ងៃប៉ាំងឯតអ្នកចេះលេង Valor ណាចេះលេងដឹងមែនអត់តគេចុច skill ទី2ទាញទឹះ បាទ បើគេចុចចោលផែរុញគឺថា auto skill លឿនម៉ាំងប៉ើង តែមួយទៀតបងយើងឥឡូវមើលវគ្គ1ហើយវគ្គ2បាទវគ្គ3ហើយវគ្គ2ហើយវគ្គ3 hero តដែរក៏មុននឹង slot ទី3 pick តោ slot ទី4 pick Valor slot ទី5 Tesla Yes បាទ pick តដែរទេតែគាត់តែ pick តោលំដាប់បន្តិច បាទ បាទ Uranus Harrod មុននឹងអត់យក Harrod បាទវគ្គនេះសង្ស័យវាយវិញនេះ បាទចាញ់មកហើយតែ Harrod យើងដឹងហើយជាមួយនឹងការលេងទៅលើប៉ះគ្នាជាមួយនឹង Harry ពិបាកលេងណា make sal Valen ស Valor ម្ដងទៀត ស Fasha ស Kimi គីមី Kimi ទៅណង គីមីល្អ តែ Kimi គេលេងមួយ បាទ control object jungle control អីបាទតែអត់មាន jungle control ផងបាទ អូដូចតិចដូចអ្វីដែលបងនិយាយការបក Valor នេះមកយកស្បែកជើងរត់លឿនណា បាទ មិនឲ្យយូរណាស់ទៅរំខាន សោកគេធ្វើទេបាទហើយយូរណាស់អង្គុយបាំងភ្លើងហ្នឹងហ្មងជះមកប្រហែលយូរណាស់ទទួលទាំងអស់ ដកដែរទេពី CFU Gaming ទាំង5 hero អូយយយបាទពីខាង Viger 20មានការផ្លាស់ប្ដូរជាមួយនឹង Roll Golden ក៏ដូចជា Jungle មួយសម្រាប់វគ្គមុនបាញ់មិញនេះគឺឥឡូវដូរជាមួយនឹង Uranus ដូចគ្នា បាទអត់ចាញ់ចិត្តដូចគ្នាមានការមិន ban Valor នៅតែមានការយក Valor បាទចាំមើលត្រាដដែលអាចនឹងបានប្រយោជន៍2ដងដែរទេគណៈពេលដែលមិនសមមិញលេងមួយ Galaxy Legend ក៏អញ្ចឹងឥឡូវលេងជាមួយនឹង Viger ក៏អញ្ចឹងដូចគ្នាបាទមួយមិនចោះចាញ់មួយមិនចោះញោមបាទដែលមានការ pick មកដដែល បាទហើយយើងមើលឃើញម្សិលមិញជាមួយនឹង CFU Gaming ឈ្នះបាន2ប្រកួត
ត្រូវចាញ់ក្រោមដៃ Galaxy Legend 3ប្រកួតមកវិញថ្ងៃនេះ បាទមែនហើយ តិចថ្ងៃនេះជាមួយនឹង Viger ផិចធ្វើរឿងហ្នឹងដូចគ្នា អូខេ បាទអញ្ចឹងសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការប្រកួតវគ្គទី3ក៏ដូចជាគូទី2រវាង Silvio Gaming ប៉ះគ្នាជាមួយនឹង Viger Apex មួយវគ្គតែប៉ុណ្ណោះដើម្បីកំណត់ជោគវាសនាថាតើទៅបន្តទៀតបានដែរឬទេ Vigery សូមសម្លេងហូលលើទឹកចិត្តមួយមក បាទក៏សូមសម្លេងហូពី Silvio Gaming មួយមកអូយមានអារម្មណ៍ថាពេល Silvio គេកំពុងតែមានជាមួយនឹងកម្លាំងចិត្តក្នុងការឡើងទៅវគ្គបន្ទាប់ហើយសម្លេងហូដូចរៀងខ្លាំងដែរ បាទអាយ៉ាបាទយ៉ាងណាជាមួយនឹង CPU Gaming គឺជាក្រុមនៃការពារតំណែងជើងឯក3ពានជាប់គ្នាអញ្ចឹងគាត់មិនអាចបញ្ចប់ជាមួយនឹងកាតព្វកិច្ចរបស់គាត់ងាយៗនោះទេចំណែក Viger Apex ក៏ជាក្រុមដែលវាយផ្អើម regular season ដែរបាទត្រូវតែធ្វើអ្វីម្យ៉ាងហើយនៅក្នុងវគ្គនេះបាទ Spain និង Emblem មិនមានអ្នកឆ្នៃអីនោះទេបាទសម្រាប់អ្នកដែលទៅឃើញជាមួយអតិថិជន Marksman របស់ Liam Mod ថាថ្មីខ្ញុំអាចប្រាប់បានថាគាត់បូក 15% អត្ត speed និងដក 10% បូក 16 ជាមួយនឹង adaptive attack ដូចគ្នាមាន 10% adaptive penetration មានតែប៉ុណ្្នឹងទេបាទនិយាយទៅបានន័យថាបើ copy Emblem Assassin យើងដែរយឺតជាងតែយើងវាយលឿនជាងតែប៉ុណ្្នឹងទេបាទអត់មានអីឆ្នៃច្រើនគួរសមដែរប៉ុន្តែបើយើងមើលទៅ Retreat ក្រហមដូចគ្នាទេបាទពី Canon Neo ហើយនិង Detective Vincent យក Bargain Hunter គាត់ពិនលឿនជាមួយនឹងចុងម៉ោងឲ្យលឿនជាមួយនឹងគ្នា CC យក Festival of Blood ដើម្បីបាច់អាទីចុច Venenation ឡើងឈាមទាំងកធុនបាទចាំមើលនៅក្នុងវគ្គនេះដើមមកថ្ងៃនឹងមានការប៉ះទង្គិចគ្នាខ្លាំងដែរទេដោយសារតែវគ្គទី2និងវគ្គទី1មិនបាញ់មិញនេះអត់មានការវាយគ្នាសោះបាទចាំមើល Badland តែម្ដាយពីដៃពី COC ធ្វើការដកថយ Midland ជា skill ទី2មួយឡើងអត់ត្រូវអ្នកណាសោះបាទត្រៀមចិត្តទទួលយកជាមួយនឹង Team Fight Total 5ស្មើណា Flying Cloud Record ទៅផ្ទះជីបពកចូលវាយ Total ដែរទៅហើយអាទីទៅលើរ៉ាអស់ flicker មួយបានហើយរ៉ាបាទកណ្ដោះនេះអូលៀមម៉ូណាម្ដងនេះចាំមើលកណ្ដោះនេះអូនឹងទៅជើងណាដូចគ្នាជាមួយលៀមម៉ូរបស់គាត់បាទថតទី1បលែងឲ្យ Viger Apex 1បាត់ទៅហើយទៀតណារូបមន្តដដែល3 Total 1 lot បុកគេវាយបណ្ដោយបាទឥឡូវចាំមើលតើការបុកនៅចុងម៉ោងនឹងទៅជើងណាហើយចាំមើល item ស្បែកជើងរបស់ Shadow តើគាត់នឹងយកបែកជើងរត់លឿនដូចខ្ញុំនិយាយដែរទេដូចខ្ញុំអញ្ចឹងព្រោះ Regen គេ Valor មានតែបែកជើងរត់លឿនអាចជួយយើងបានកាត់កម្លាំង slow កិច្ច slow កុំឲ្យបន្ទុះ stand បាំង stand ទាំងអស់មកបាទតែមិនយ៉ាងទេ Valor គប់គ្នាយើងឆេះកាប៉េះកូតពេញហ្នឹងបាទអូយគេដឹងថារ៉ាអស់តែមែនបាទជាមួយនឹងដៃគូចាស់នៅនៅធីមចាស់ជាមួយនឹងគ្នាឥឡូវប៉ះគ្នាទល់មុខគ្នាវាយគ្នាយកតែម្ដងបាទខណៈពេលដែល K Boy រុនកំពុងតែមើលជាមួយនឹង K Boy រ៉ាប៉ះគ្នាជាមួយនឹង K Boy Boxy បាទហើយខណៈពេលដែល K Boy Felix កំពុងតែរងចាំថាអ្នកណាឡើងមកយើងប៉ះគ្នាមកទៅជួបជាមួយនឹង K Boy រុនបាទលៀមចូលទៅ Jungle របស់ CPU Gaming ក៏ដូចមានការកវីកវត្តវិវាទឌូទៅលើ D7 រៀងចុកណែនអ៊ូលដែរបាទត្រីយក Jungle មួយបាទពីខាង Canon នេះដូចវគ្គមុនអញ្ចឹងបាទ4នាទីមិនទាន់មាន kill ទេ objective តែបានទៅលើ Viger Apex បាទចឹងឥឡូវនេះជាមួយនឹងការដែលវាយគឺមិនខុសពីវគ្គមុននោះទេបាទល្អមែនតើអីយ៉ាក្រាកទេបោកវាយយកតំណងពី Vincent ដើម្បី secure យកជាមួយនឹង goal grab អបសុកពេកក្រាកទេវាយ goal grab មួយបាទលេតវាយគ្នាបាទឥឡូវក្រាកទេវាយយក goal grab មួយ prime ប្រយឡើងឲ្យស្ព្រាបាទតើចាំមើលជាមួយនឹង first blood នៅក្នុងវគ្គនេះអាចបានទៅលើអ្នកណាបាទដោយសារតែពីវគ្គឯណាបានទៅលើជាមួយនឹង Viger Apex រហូតតែម្ដងអូវគ្គនេះខាង observer យើងអូ map ចង់ល្វើយទៅអត់មាន team fight ឲ្យមើលណាបាទតែកំភៃចុងម៉ោងវាយតែមួយ team fight បញ្ចប់វគ្គយកតែម្ដង Yes ត្រឹមត្រូវបាទបើមិនយើងបញ្ចប់គេបញ្ចប់យើងមានតែពីរហ្នឹងបាទចាំមើលថាថតទៀតកាក់ឡែនហើយ Shadow ប៉ុន្តែតែគួរឆ្នាំណាជាមួយនឹង Viger Apex យកបានថតមែនតែលុយអត់ដែរលីតទេហ្នឹងហើយពីព្រោះណាសមាជិក CPU Gaming តែងតែ trade យកអីផ្សេងរហូតឥឡូវបើដឹង flow លេងគេចឹងហើយទៅតែចាំងកលមួយបានហើយរងមើលចាប់ map គេជាប់ដឹងគេលេងអីទៅវាយគេកុំឲ្យគេ trade បាទឥឡូវបោកវាយបោកស៊ីលើកបោះលើកបោកបណ្ដៃ Shadow ធ្វើការបើក map តែមិនទាន់ប្រើទេជាមួយនឹងការប្រើ RT ចាញ់ដែរទេពី Shadow លោឈាម 50% ចន់ stun មួយ hero ទៅលើ D7 load cover ពី box CC តែ retrieve យកសានពី Detective ធ្វើការយកបានបោកវាយទី5យកដល់ box C បាត់ជាមួយនឹង D7 ធ្វើការបានគេទៅលើ Remy តែមានការបោកទៅលើ box C អត់ជើងទេយក first blood បានទៅកាន់ CPU Gaming បោករួមទាំង total ទី2មួយ total 1 kill វ៉ាវKill គឺចូលទៅកាន់ទៅលើ Remy ខ្ពងដែរបាទវ៉ាវមីនៀនមកអត់ទេMidland អូអត់ទេ
បាទរ៉ាមេមាន flick ណាខ្ញុំថាអញមានការ kill mid ដូចគ្នា yes បាទយក mid lane នេះបានទេដោយសារតែចាប់ map goal lane អត់ទាន់រៀងខ្លួនដូចគ្នាមកដែរ បាទចឹងបាទភ្លាមជាមួយនឹង goal lead បាន900 goal ជិត 1k goal ហើយពី CFU Gaming បាទអូយ Vincent គេអត់ឲ្យចូល lane នេះបាទខាតលុយខាតពេលវេលាខាតជាមួយនឹងទឹកចិត្តខំស្មោះបាទឥឡូវនេះខ្លាយទៅជនទី3បាទជាមួយមិននឹងទៅជាងណាជាមួយនឹងការ clear lane ខាងក្រោមគេវាយ minion អស់លីងបាទខូចចិត្តខ្លាំងពេក អូបើជើងកាន់កណ្ដាលនេះគ្នាមិនណែពីរ៉េមី អ៊ុយ CFC max skill ទៅលើ goal crab បានល្អខ្លាំងមែនតើ បាទនេះតាមបីឲ្យលុយទោះយ៉ាងណាក៏ដោយលុយស្មើគ្នាណាបាទតែគាត់សម្ពាធធ្លាក់ទៅខាង VG ផាច់បន្តិចម្ដងបាទអាយ៉ាលើកបោកទៅលើ box CC វាយ region ឈាមមកវិញជាមួយនឹង passive របស់ D7 បោក វាយយកដល់ 1v1 ចង់ទៅណាចាប់បោកវាយជាមួយនឹងការចាយ flicker វ៉ាន់ទៅលើ kill សៀវមួយប៉ុន្តែជាមួយនឹង box C cover តោះជាមួយនឹងការបោកបោកយកតែម្ដងបាត់បង់អស់2 kill ទៅលើ CFU Gaming បាទជាមួយនឹង ZZ Duo ZZ និង Box C ទៅទាំងពីរតែម្ដងបាទឈុតមិញទៅបី ZZ មានស្លាប់ហោះក៏ដឹងហោះទៅណាដែរ Remy យកមកឲ្យជាមួយនឹង Shadow ដើម្បីរំខានទៅលើ Remy មិនឲ្យតបជាមួយនឹង Turret មួយនេះទេតែយកមកជាមួយនឹង Wadu អ្នកដែលចំណេញ lane ជាងគេគឺ Detective ទៀតហើយបលេង Detective ទៀតហើយបង My From ប៉ុន្តែតគួរមើលឲ្យវាយបាន2 kill លុយអត់ព្រមលីតបណ្ដោយហ្នឹងចឹងមិនចាមែនណាអូយយើងឃើញថាសមាជិកអីទៅហើយ surprise ចាក់មួយដឹងក្នុងនឹងបាទហើយ RT Retribution បានទៅលើវត្តមានរបស់ Canon នេះតែអូយ Retrieve បាត់មិញនេះ Detective អ្នកយកទេ Objective នេះមកទៅគេប្រឡែងចោលហើយ Shadow ធ្វើការព្យាយាមរំខានទៅលើ Remy នៅ Jet Skill រញ៉ៃទៅលើសមាជិក team របស់គាត់ទេតែយកមកជាមួយការបើក RT យកតំណងពី Shadow Lock ទៅលើ Hero បណ្ដា Detective គេអត់ខ្វល់ទេអស់ Retribution គេមិនចង់ចូលទេ clear ជាមួយនឹង Minion ធម្មតាធ្វើការបោះជាមួយនឹង Blink ថយក្រោយរត់លឿនឆ្កើតថតទី3បានទៅលើ Vigor Epic បាទធ្វើការបោះដេកមួករត់យកតែម្ដងបាទ Cloud បោះ Dexter ហើយបោះដេកមួកបាទដេកមួកអូខេបងបាទចង់ជាប់បាទចង់ជាប់ហើយ54លុយលីត្រទៅវិញមក7លុយតកូលលុយស្មើគ្នាត្រឹមបាទនិយាយទៅយើងពិតជាទទួលស្គាល់ថានៅពេលដែល VG ភ័យ objective សមាជិក CFU Gaming ដតីទៀតប្រើយុទ្ធសាស្ត្ររពឹសដៃផ្ទៃឆ្អែតណាបាទធ្វើការលួចប៉មបន្តិចលួចមីនបន្តិចអីនេះលុយទូទាត់លាត់សាយមកស្មើតែគ្នាទេ Yes បាទលីកលុយអត់ចាញ់ហ្មងនេះគេហៅថាការលេងកម្រិតបែបជាលក្ខណៈគ្រប់ជាមួយនឹងកលៈលេងណាបាទចឹងអត់ខាតលុយអត់ខាតមីនអត់ខាតអីទាំងអស់បាទ ឥឡូវ Retreat យកបានជាមួយនឹងសាច់ទឹកពី Detective ប៉ុន្តែមានការវាយគ្នាជន់បាន200យកតំណងពី Waterman របស់ Wadu ឡើង Ultimate ពី Waterman Canon នេះបងវាយយកតំណងរះ RT ពី COC ធ្វើការផ្ដាច់ជាមួយនឹងការចូលជន់ RT cover ជាប់ជាមួយនឹង Waterman របស់ Ra បានហើយធ្វើការដកថយបានទេពី Vincent បាត់បង់ជាមួយនឹង Box CC ប៉ុន្តែមានការគោះជាមួយនឹង Tier 1 Trend នៅខាង Blade Lane វាយគ្នាបន្ថែមទៀតចាស់ជាមួយនឹង Skill ពី Remy ធ្វើការវាយ Base តែយកតំណងពី COC Dexter នៅក្រៅចាប់មក Skill តែដល់ទេជាមួយនឹងការបោះ Dexter ទៅក្រៅបន្ថែមជាមួយនឹង Detective វាយទៅលើ Vincent 6បាត់បង់មកហើយបាទជាមួយនឹង Detective ដោយសារតែជាតិមុនជាអមាល់ឥឡូវតិចច្បាស់យកតែមែនទេបាទតិចម្ដងទៀតមាន RT ប្រយ័ត្នមកញ៉ៃតិចមកអល់តែមែនទៀតបាទតិចអល់បាទជាមួយនឹងតាផ្លេចខ្លួនហក់ចូលទៅដល់ចាប់តែ RT ចែកជាមួយនឹងការអិនទៀនយកតែម្ដងការអិនទៀនបែបខ្មុំវិឃាតបាទបាទយើងឃើញវាយគ្នាទៅមកយកបាន2 kill ទៀតពីសមាជិក CFU Gaming អូយប៊ីបងប៊ីអស់ RT បាត់ហើយកណោនេះបាទអត់អី RT លៀមអត់ cooldown ខ្លីៗឯង Yes ជីសេះបានមួយ plate cooldown ក៏ខ្លីៗដូចគ្នាបាទយើងឃើញជាមួយនឹងការវាយក្រៅដីឲ្យតែសមាជិក CFU Gaming តាំងចិត្តវាយតែនៅធ្វើបានល្អជាងតែដោយសារតែគាត់មាន spare ទាំងអស់ផងឥឡូវ CC off purify Wadu off flick តែអូជាមួយនឹង Shadow ក៏ off flick ដូចគ្នា Vincent off flick ដែរ Kali off flick ដូចគ្នាបាទវ៉ាវបាទ Lord មួយនេះជាមួយមក all in បានអត់ព្រោះដោយសារតែ spare គឺអត់មានទេបាទអាយ៉ាអូនអាចលើគេ fan Lord អត់អូអត់ fan បាទអីមាន cloud មានហាឡីអាច fan Lord បានបាទមួយមកតន់អត់បញ្ហាប៉ុន្តែយើងមើលទៅ Detective កំពុងតែយក purple របស់បន្ថែមទៀតដែលបង្កើនជាមួយនឹង level ក៏ដូចជាលុយរបស់គាត់បាទ Shadow ប្រយ័ត្នជាមួយនឹង Rain របស់គាត់ដូចជាមិនសូវតាន់ទេណាទៅលើ CC ក្នុងការតេស្តណាបាទប្រយ័ត្ន RT អត់ទាន់ធ្វើការបោកមកធួនមកជន់ RT ឯអាចនឹងវេទនាទៅលើ Shadow យកតែម្ដងច្រើនបបស្តាន់បតាអត់តែបោកពី Detective ទៅលើ Ra នឹងមានបានហានដែរទេអត់ទេចុចឈាមឡើងមកវិញ Detective ជាមួយនឹង Wadu ជន់កាបោកគ្នាបានល្អខ្លាំងតែពី Wadu និង Box CC បោកវាយច្រើនជាប់ជាមួយនឹង Stun Shadow មិនអាចរងជាមួយនឹងរបស់ Remy បានទេធ្វើការជាប់ Stun ញ៉ៃខ្លាំងតែប៉ុន្តែ Lord មួយនេះ CFU Gaming អាចនឹងធ្វើការ secure យកបានហើយពី Lord ទីបំផុតយើងឃើញច្បាស់ Urena របស់ Shadow ឈ្មោះអត់ចូលទេទើសទាំង Baller ទើសទាំង Wadu ទើសទាំងវត្តមានរបស់ Box C នេះគ្នាបាទជ
ជាមួយនឹងគេថាអ្នកបើមុខមេធំពីរណាជាមួយនឹងអង្គរៈបាទហើយក៏មានជាមួយនឹងឃាតករដៃឆៅមួយនេះគ្នាជាមួយនឹងរ៉េមីបាទគឺចោតចោលយកមកជះភ្លើងជើងឲ្យប៉ោងជាប់ស្តាន់វិញហ្នឹងចំណែកអ្នកក្រោយវិញគឺក៏ចង់លុកដៃវាយអ្នកដែល make មិនមែនជា make one shot ឬ make long range ដែលស្រួលនៅក្នុងការថែលបោយដូចគ្នាបាទអញ្ចឹងរ៉ាក៏ត្រូវការរយៈពេលយូរដើម្បីលើកគេបោះម្ដងមួយអត់មាន make គ្រប់គ្រាន់វាយទេចំណែកនៅក្នុង team fight វិញលីអាម៉តឈ្មោះទៅតែបាល់តែប៉ុណ្ណោះបាទអូយយយសម្បីតែ Vincent ណាបើក្រែកទេវាយក៏អត់សុកដែរបាទគេរុញច្រានប៉ើងវិញនឹងនេះគ្នាបាទវាយកាន់តែអូសចូលមួយផ្លូវទុយកាន់តែប្រមាថលេងនេះគ្នាហើយបាទ CC វិញ free remake បាទអីគេអាហ្នឹងអនុញ្ញាតឲ្យខ្លួនឯងជះភ្លើងលេងហីអូយអនុញ្ញាតឲ្យខ្លួនឯងដុត enemy យកបាទឥឡូវនេះយើងឃើញជាមួយនឹងលុយទៅតាម lane លីតរហូតដល់ទៅ 1k3 mid lane Romer លេង 1k ចាំងឥឡូវនឹងរ៉ូផ្សេងទៀតខុសគ្នាតែតិចអត់បញ្ហាទេបាទដូចដែលបាននិយាយចឹងគេដើរតែ4តែបណ្ដោះប៉ុន្តែ detective គឺអត់ខ្វល់ទេដើរ farm ចាំងកខ្លួនឯងចាំងករបស់គេព្យាយាមជាមួយនឹងការ split push អ្វីផ្សេងដែលគាត់គួរតែធ្វើបានគាត់នឹងធ្វើបាទបន្តការឲ្យមានជាមួយនឹង damage បន្ថែមទៀតពី CLC នៅក្នុងវគ្គនេះដាច់តែម្ដងជាមួយនឹងការកោះបាន tier 2 turret នៅខាងភ្លឺ mid lane មកដែរពី CFU Gaming បាទវីគេពេកយ៉ាងមិនទៅហើយមាន shield តបជាប់ឬក៏មិនជាប់បាទលោតបោកមួយយកម្ដងអល់តែពីកណ្ដោនេះអមតែវាយទៅលើវ៉ាឌូមិនសូវឈឺទេជាមួយនឹងការលោតអត់ទៀតប៉ុន្តែចែកភ្លីកាធ្វើការដកថយពីវ៉ាឌូប៉ុន្តែឡប់មកនេះជាមួយនឹងការ clear បានប៉ុន្តែ Sky Wizard បានចូលទៅលើរ៉ាដូចគ្នាអត់ពូនចូលទេពី CFU Gaming យកបានតែ tier 2នៅផ្លូវ mid lane តែប៉ុណ្ណោះបាទជាមួយនឹងការលោតអត់ចង់ផុតជាមួយនឹងជាងបាទមានធំពេកបាទអស់មក flicker ទៀតបាទអស់ flicker មួយគ្នាបាទរី flick មែនដាក់ RT អត់ផុតទេបាទលួចលវត្តអស់បាទមិនភ័យប្រហោងពោះដែរបាទឥឡូវអស់ flick cooldown អត់តន់ឡតមកនេះទេបាទដូជើងរៀងខ្លីហើយបាទចឹងមើលជាមួយនឹង complete នេះគ្នាជាមួយ Infinix ដែលនាំមកជាមួយនឹង GT 50 Pro 5G smartphone ដំបូងមកអស់បំពាក់នៅបច្ចេកវិទ្យា Liquid Cool Hydro Flow លេងជាមួយនឹងការប្រកួត Mobile Legends បែងរបស់យើងទោះបីជាយូរយ៉ាងណាក៏មិនសិនតែត្រជាក់ស្រេកមិនងាយឡើងកម្ដៅដោយសារតែប្រទេស chip បញ្ចេញបានក្នុងកម្រិត 144 Hz បានយ៉ាងរលូនមិនធ្លាក់ frame rate ឈ្នះគ្រប់ការប្រកួតឆើទេ supporter ក៏បានចូលទៅលើវ៉ាឌូចឹងនិយាយដល់ Infinix Complete អ្នកដែលមានទូរស័ព្ទ Infinix មកជាមួយនឹង boot Infinix ដើម្បីបង្ហាញហើយធ្វើការ random ឈ្នះជាមួយនឹង skin elite រហូតដល់ skin epic ម្នាក់មួយ free សុបជាឲ្យតែមានជាមួយទូរស័ព្ទ Infinix គឺអាចមក random យក skin free បានហើយដោយមិនចាំបាច់មានសបត់ MPL ក៏បានដែរគ្នាអូយលយកប់យកតែម្ដងបាទអញ្ចឹង Complete មកគ្នា10នាក់ឲ្យទូរស័ព្ទតែមួយមកចិញ្ចោម្នាក់ម្ដងហើយគេមានការប្រកួតជាមួយនឹងការវាយគ្នាមួយស្មើនៅលើឆាករបស់យើងផ្ទាល់យកតែម្ដងបាទហើយក៏មានសមុទ្រក៏អាចចូលលេងបានដែរបាទហើយក៏មានការវាយគ្នា5ស្មើគ្នារវាង event របស់ Infinix Excel ខាតតែម្ដងហើយរបៀបនៅក្នុងការចោះឈ្មោះ Complex សួរពួកគាត់ដូចគ្នាហើយអ្នកដែលបានឡើងឆាកលេងគឺលេងលើឆាកប៉ុន្តែមិនមាន live stream ទេបាទចាំងភ្លាមជាមួយនឹង Lord ក៏មានការ spawn មកវិញនេះគ្នាប៉ុន្តែអាជាស្រ័យមុននឹងជាមួយនឹង Lord ទី1តែប៉ុណ្ណោះឥឡូវ Lord ទី2បាន spawn មកវិញហើយពីវត្តមានរបស់ CFU Gaming ហើយនឹង Viger Play Lord ទី2នេះតើអ្នកណាអ្នកយកបានវ៉ាឌូក្បែរនឹង Box CC ចាំតែ cover យកដំណោជាមួយនឹងការទួនជាប់ទៅលើ D7 ដែរទេ D7 ធ្វើការដកថយ Shadow ក៏លោឈាមបាញ់ជាមួយនឹងគប់ស្តាន់ចុះឡើងតែម្ដងពី Remy ប៉ុន្តែរ៉ាធ្វើការបុកវាយជាមួយវ៉ាឌូមុនគេយកដំណងវ៉ាឌូឲ្យមានបញ្ហាដែរទេជាមួយនឹងការខំបបលេងពីវ៉ាឌូជាប់ទៅលើកណ្ដោនេះឲ្យមានបញ្ហាជាមួយការចូលវាយបេសេតែដំណងតែទាន់ដាច់ទៅលើកណ្ដោនេះឲ្យសល់មានការរិះចិនឈាមមកពី D7 បានឡងខ្លាំងណាស់ RT មកហើយ Detective បាត់បង់ជាមួយនឹង D7 ធ្វើការដកថយបាត់បង់ជាមួយនឹង Romer មួយបាញ់បេសេតែយកដំណងមានការទួលមួយជាប់មក flicker ចាយមក flicker ផងដែរពី Shadow បោះជាមួយនឹង Box CC អត់មានជាមួយនឹង Spare ឈាមទេអត់មានការវាយឡើងឈាមមកវិញឬក៏យ៉ាងណាបោកវាយលើ Box CC បាត់បង់ជាមួយនឹង Box CC ធ្វើការដកថយមកឲ្យជាមួយនឹងការជីមកឲ្យពីណូនេអូឡើងបោកវាយអត់ទៅណាទេដកថយបាត់ហើយបាទមួយការដៃរបស់ Box CC មានរយៈពេលយូរជាង D7 អាចនឹង respawn មកShadow Oh my Shadow ចិនជាមិនទាន់ទេយើងទទួលស្គាល់តែ Shadow គាត់អត់ឃើញឈាម Lord នោះទេហើយគេមាន Cloud នឹង Harley គាត់គិតថាគាត់ត្រូវតែមើលឈាម Lord គាត់អត់ដឹងថាគេវាយ Lord ឬអត់ប៉ុន្តែគាត់ទៅដើរចូលទៅគេអូយអាទីពីវ៉ាឌូតែវ៉ាឌូអត់មានបញ្ហាជាមួយនឹងការបាត់បង់មកដល់ពី Vincent 6ធ្វើការវាយទៅលើវ៉ាឌូអាយ៉ាទីបន្ថែមទៀតដកថយគ្រាន់តែបញ្ចោះតែម្ដងអូយតិចយកមកជាមួយនឹង Detective ថ្ងៃនេះតិចអល់ប៉ុន្តែក៏មើល Shadow ជា respawn មកវិញនេះខ្ញុំដែរបើយ៉ាងមានអ្នកឆាយឈាម Lord ដែរទេឆាយឈាម Lord ឃើញហើយ Lord ឈាមពេញខាងលើពីការ clear នេះខ្ញុំដែរពី Detective ឈុត5ទៅ9ជីបពកមកលឿនមកអ៊ូខុងជីបពកមកណៃអ៊ូខុងលោកគ្រូហៅឲ្យអ៊ូខុងបាទ
ឡតមកនេះយកបានក៏មិនបាន detective នៅមើល land បោកវាយយកដល់ពី boxy មកធួនជាប់ទៅលើកណ្ដោណេអូអត់បានឡើងខ្សែជាមួយនឹងការបាត់បង់ទៅលើទីស្វែងបានជាមួយនឹងការជន់យកទៅលើ boxy បាត់បង់ជាមួយនឹង boxy ប្រៃមានការជាប់ស្តាន់ពីរ៉េមីគប់យកទៅលើកណ្ដោណេអូសាមណៃទៀតធ្វើការដកថយជាមួយនឹងការរីវិវសានអត់មានកណ្ដោណេអូ free ឡតមកនេះទៅកាន់សៀមយូ gaming បោកវាយ CLC Dexter ទៅខាងក្រៅជាមួយនឹងការញោះតែប៉ុណ្ណោះ លែងយកឡើយជាមួយនឹង Shadow ខំផឹងដេញ Detective ចេញទៅជា main damage នឹងអ្នកដែលមានរាត្រី Team Fight 4 ទល់នឹង 3 ដែលគ្នារបស់គាត់អត់មានជាមួយនឹង Shadow មួយតែបែរជាវាយអត់ឈ្នះ Cloud និង Tesla អូយមកចេះ wow ឡតផ្លូវ Midland Vincent ក្រាកទេធ្វើការឃ្លៀនជាមួយនឹងឡតយកតែម្ដងប៉ុន្តែ CLC នៅក្បែរនឹងវ៉ានូនៅក្បែរនឹងពួនឈុតយកគ្នាយកតែម្ដងអាទីចាយមក flicker អស់ជាមួយនឹង flicker បាត់ហើយ Vincent ធ្វើការឡតអាទីយកតែម្ដងរ៉ាឡតឈាមបាត់បង់ detector បាល់ឡងឡើងតែពីនេះស្មែនតែឡតជាមួយនឹងការឃ្លៀនបានធ្វើការដកថយពី CLU Gaming មិនបន្តទេបាត់បង់ detective បាត់ហើយ បាទទីស្វែងភ្នែកលះដៃត្រង់យកតែមែនតើនៅពេលគេឈ្មោលមកក៏រងចាំមើលតែហ៊ានអាតមកគឺដឹងតែគាត់ក្រៀកកយកតែម្ដងបាទគាត់អាតមកពករបស់ទីស្វែងភ្លាមជាមួយនឹង detective ឥឡូវ shut down detective 3 kill លុយកញ្ចោទៅកាន់ road damage នេះគ្នាបាទយើងទៅកាន់ I team វិញម្ដងអូយមានយកតែមែនដែរសម្រាប់ hero នីមួយដូចគ្នាបាទជឿមើលជាមួយនឹង I team road damage គឺមានទាំងសងខាងតែម្ដង Vincent 10000លុយចាញ់ខ្លះតែ1000តែម្ដងកាលណាពេលដែរជាមួយនឹង Harley ក៏លើ1200លុយនេះគ្នាបាទឲ្យថាមានអ្នកឆ្នៃឯងអីយ៉ាអូមើល I team បរ៉េមីមាន wishing lantern វ៉ាវជាឲ្យទៅលើ Shadow ឈឺកោសេរីតែម្ដងបាទឆ្នៃ wishing lantern អញ្ចឹងបាន Shadow អស់ជាច្រើនដែរ ព្រុតប៉ោះមួយទៀតបងវគ្គមុនពាក់ម្ដងហើយ ព្រុតប៉ោះហ្នឹងបាទវគ្គនេះពាក់ម្ដងទៀតដូចគ្នាដែលជា team ដែលគាត់កាន់តែជះកាន់តែឡើងជាមួយនឹង movement speed បូកភាពតានតែខ្លួនឯងបូកនឹង damage អត់បូកភាពតាននេះសំទោសបូក damage ក៏ដូចជា resilient 25%បាទលេងសបួរវ៉ាដូមានមួយឈុតចំណាំវ៉ាដូក៏តែតែដាក់ RT ខត់ទៅលើ road damage ដែលជា Vincent ក៏ដូចជា Canon Neo Vincent និង Canon Neo បាទមានជំរើសគម្រត់ចូលគ្នាឯសោះសុកចិត្តបើវ៉ាដូឡុកបានតែមួយបានហើយតែបើរត់ចូលគ្នាតាមដាំ RT ហ្នឹងទេ road damage គឺអត់អាចបញ្ចេញ damage បានទេបាទសម្រាប់រ៉ាគឺគាត់ free style បានព្រោះថាគាត់មាន flick មាន load RT គាត់មានចូលទៅលងហើយ Shadow អើយលងហើយនៅខាងក្រោយជាមួយនឹងការ load RT យកដល់បើសេះបងវាយទៅលើវ៉ាដូចាប់ជាមួយនឹងកបួយទៅលើក៏ឲ្យខោមកពី Wonder Boxy ជាប់ជាមួយនឹង Vincent បាត់បង់ជាមួយនឹង Vincent មួយហើយកណ្ដោណេអូធ្វើការជន់ទៅលើវ៉ាឡឺបាត់បង់ជាមួយនឹង Remy នៅគ្នាជាមួយនឹងការបាត់បង់ទៅលើទី7មកវិញនៅគ្នាកណ្ដោណេអូអស់សេះបាត់ហើយចូលវាយបែសេតាមិនជ្រែជាមួយនឹងចាច់ទេបាត់ដល់មកគ្នាបងវាយអត់ពីសេវយកគេមិនត្រីមគេបាត់ទៅលើសៀវសេ It's over វាយតែ free យកតែម្ដងពីម្ចាស់ពៀន3រដូវកាលជាប់គ្នាជូនជាមួយនឹង Vega បាយជាមួយនឹងលទ្ធផល Sound តនឹង3អបអរសាទរជាមួយនឹង CMU Gaming ដែលបានទទួលការទៅកាន់វាបន្ទាប់ជួបជាមួយនឹង Pro Esport 3តនឹងសូនយកដល់ម្ដងមួយ team fight ហើយមួយ team fight ទៀតដែលបាននិយាយ Alti របស់ Valdo ចេញ